goal versus system គោលដៅជាមួយសកម្មភាពតាមមួយណាសំខាន់ជាងអញ្ចឹងបើសិនគ្នាជាអ្នកដែលអានសភៅអត្ថន័យរបស់លោក James Clear ប្រកាសជាដឹងពីគំនិតមួយឬក៏សមួយដែលលោក James Clear គាត់បាននិយាយនៅក្នុងសភៅ Atomic Habits ដែរគឺទាក់ទងជាមួយនឹង goal versus system អញ្ចឹងយើងនឹងមកពិភាក្សាគ្នាតើពីរនឹងមួយណាសំខាន់ជាងសួស្តីអ្នកគ្នាអញ្ចឹងថ្ងៃហ្នឹងមកនិយាយពី concept មួយរវាង goal versus system ដែលមាននៅក្នុងសភៅ Atomic Habits របស់លោក James Clear អញ្ចឹងបើអ្នកគ្នាជាអ្នកអានសភៅ Atomic Habits ដល់លោក James Clear ហ្នឹងប្រកាសជាដឹងហើយមាន concept មួយដែលគេនិយាយអំពី goal versus system អញ្ចឹងមុននឹងចូលទៅដល់យើងធ្វើការវែកញែកពី goal versus system យើងដឹងថាអូខេតើសភៅ Atomic Habits ហ្នឹងគឺជាសភៅបែបម៉េចសភៅ Atomic Habits ហ្នឹងគឺជាសភៅអភិវឌ្ឍខ្លួនជា self improvement book មួយដែលលក់ដាច់របស់លោក James Clear ដែលគេត្រូវបានគេដឹងថាជាសភៅដែលយើងបរៀនយើងបង្ហាញពីវិធីសាស្ត្រក្នុងការដែលយើងកសាងទម្លាប់កម្ចាត់ចោលនៅទម្លាប់អាក្រក់និងកសាងពីទម្លាប់ល្អៗនៅក្នុងសភៅនេះមាន concept មួយដែលគាត់មកលោក James គាត់បាននិយាយហ្នឹងពី goal versus system ហើយគាត់បានបញ្ជាក់ថាយើងគួរតែផ្ដោតទៅលើ system ច្រើនជាង goal ជាងចឹងនៅក្នុងកន្លែងហ្នឹងបានន័យថាម៉េចនៅពេលដែលគាត់និយាយអំពី goal versus system ចឹងតើអ្វីទៅជា goal ជាគោលដៅហ្នឹងដែលយើងអាចនិយាយថា system ហ្នឹងរបបខ្មែរថាប្រព័ន្ធអញ្ចឹងឬយើងអាចនៅត្រង់កន្លែងនេះអាចនិយាយថា system កន្លែងហ្នឹងគឺជាសកម្មភាពអញ្ចឹងយើងមកនិយាយអរគ្នាអញ្ចឹង goal គឺជា result គឺជា final outcome មួយដែលជាអ្វីដែលយើងចង់បានអ្វីដែលយើងចង់សម្រេចជាគោលដៅចុងក្រោយដែលយើងចង់ទៅដល់ចំណែក system វាសំដៅទៅលើ process ឬក៏ routine សំដៅទៅលើតាក់ទងជាមួយនឹងសកម្មភាពឬក៏មធ្យោបាយធ្វើអីមួយដើម្បីទៅដល់គោលដៅមួយហ្នឹងអញ្ចឹងនៅក្នុងគំនិតរបស់ក្នុងសភៅ Atomic Habits ហ្នឹងលោក James គាត់បានប្រាប់ថាយើងគួរតែផ្ដោតយើង focus លើ system ច្រើនជាង goal បានន័យថាម៉េចយើងគួរតែផ្ដោតទៅលើ system បោតទៅលើសកម្មភាពរបស់យើងច្រើនជាងគោលដៅអញ្ចឹងមូលហេតុអ្វីអញ្ចឹងយើងដឹងហើយ goal គឺជាគោលដៅគឺជាសកម្មភាពចុងក្រោយដែលយើងចង់សម្រេចចំណែក system ឬក៏និយាយថាអាចនិយាយបានទៅជាសកម្មភាពឬ process ចឹងជាសកម្មភាពមួយចំនួនដែលយើងត្រូវធ្វើដើម្បីទៅដល់គោលដៅហ្នឹងចឹងខ្ញុំនឹងលើកឧទាហរណ៍នៅត្រង់កន្លែងហ្នឹងចឹង goal គោលដៅហ្នឹងបានន័យថាឧទាហរណ៍យើងចង់អានសភៅ20ក្បាលក្នុងមួយឆ្នាំចឹងអាហ្នឹងគឺជា goal ចំណែក system ឬក៏ដែលយើងហៅថាសកម្មភាពហ្នឹងតើយើងធ្វើសកម្មភាពគេរាល់ថ្ងៃហ្នឹងបានន័យថាតែសំដៅទៅ routine អ្វីដែលយើងធ្វើរាល់ថ្ងៃឧទាហរណ៍រាល់ថ្ងៃយើងអានមួយថ្ងៃ30ទំព័រអាហ្នឹងឯងគឺជា system ចឹងគាត់ប្រាប់ថាយើងគួរតែផ្ដោតទៅលើអ្វីដែលយើងធ្វើច្រើនជាងគោលដៅអញ្ចឹងបានថាយើងគួរតែផ្ដោតតើយើង focus ថាអូខេយើងចង់មួយថ្ងៃអាន30ទំព័រឬក៏50ទំព័រអាហ្នឹងគឺជាអីដែលលោក James Clear គាត់បាននិយាយនៅក្នុងសភៅរបស់គាត់អញ្ចឹង goal ពេលខ្លះឧទាហរណ៍យើងចង់ស្រកគីឡូ5គីឡូ10គីឡូអាហ្នឹងគឺជា goal គឺជាគោលដៅចុងក្រោយដែលយើងចង់សម្រេចអញ្ចឹង system វិញគឺសំដៅទៅ routine ឬក៏សំដៅទៅលើសកម្មភាពចំណាយឧទាហរណ៍សកម្មភាពក្នុងថ្ងៃរបស់យើងអីគេដើម្បីធ្វើការស្រកគីឡូយើងញ៉ាំអាហារសុខភាពរៀបចំរបបអាហារហាត់ប្រាណគេងឲ្យបានគ្រប់គ្រាន់ញ៉ាំអាហារដែលមានលក្ខជីវជាតិរៀបចំរបបអាហារបានទៅអាហ្នឹងឯងគឺជា system អញ្ចឹងយើងគួរតែផ្ដោតទៅលើ system បានន័យថាម៉េច goal ឧទាហរណ៍ថាវា temporary goal បានន័យថាគោលដៅហ្នឹងវារយៈពេលខ្លីឧទាហរណ៍យើងចាក់សម្ដែងបើយើងចង់ស្រកគីឡូ5គីឡូឬក៏10គីឡូដាក់សម្ដែងបើសិនជាយើងបានធ្វើរយៈពេល3ខែហើយយើងបានសម្រេចគោលដៅប៉ុណ្ណឹងអញ្ចឹងយើងសម្រាប់ទេគឺ goal វាយើងសកម្មភាពដែលយើងចង់រៀបចំញ៉ាំរៀបចំការគេរៀបចំរបបអាហាររបស់យើងហ្នឹងគឺបានបញ្ចប់អញ្ចឹងអូខេអញ្ចឹងមានថា goal វា temporary អញ្ចឹងក្រោយរយៈពេលប្រហែលខែក្រោយមកយើងឡើងគីឡូមកវិញអាហ្នឹងឯងគឺ goal វាគ្រាន់តែជារយៈពេលខ្លីប៉ុន្តែឧទាហរណ៍យើងរៀបចំ system ឬក៏ process ឬក៏ routine យើងរៀបចំសកម្មភាពដែលយើងត្រូវធ្វើបានន័យថាម៉េចយើងរៀបចំរបបអាហាររបស់យើងហាត់ប្រាណមួយថ្ងៃ30នាទីរយៈពេល5ថ្ងៃរៀបចំរបបអាហារញ៉ាំពេលព្រឹកញ៉ាំអីពេលថ្ងៃញ៉ាំអីពេលល្ងាចញ៉ាំអីហើយការគេងមួយថ្ងៃយើងធ្វើបែបហ្នឹងជារៀងរាល់ថ្ងៃយើងអត់ខ្វល់ថាយើងស្រកមួយខែប៉ុន្មានគីឡូទេធ្វើរហូតអញ្ចឹងចុងក្រោយពេលណាដែល result ចុងក្រោយចង់មកយើងក៏បានស្រកគីឡូអាចបង្កើតកសាងទម្លាប់មួយគឺកសាងទម្លាប់នៃសុខភាពល្អការគេងការរស់នៅរបស់យើងគឺបានទម្លាប់នៃរស់នៅសុខភាពល្អអញ្ចឹងចុងក្រោយនៅពេលណាដែលយើងផ្ដោតទៅលើ system ផ្ដោតទៅលើអ្វីសកម្មភាពយើងត្រូវធ្វើយ៉ាងទៀត success វានឹងមកខ្លួនឯងហើយមួយទៀតលទ្ធផលដែលយើងឃើញគឺយើងទទួលបានទម្លាប់ល្អអញ្ចឹងអត្ថប្រយោជន៍ដែលយើងផ្ដោតទៅលើ system ផ្ដោតទៅលើសកម្មភាពដែលយើងធ្វើទីមួយយើងអាចកសាងទម្លាប់ល្អបានន័យថាយើងមានទម្លាប់ល្អមួយទីពីរយើង success វានឹងមកខ្លួនឯងលទ្ធផលជោគជ័យនឹងមកខ្លួនឯងតែបើយើងផ្ដោតទៅលើ goal ពេលណាដែលយើងចប់ goal ហ្នឹងវាគ្រាន់តែជា temporary ឯងវាពេលណាដែលចប់យើងវាអាសកម្មភាពហ្នឹងវានឹងមកដដែលវិញបានន័យថាមកយើងចង់ស្រកគីឡូដល់ពេលយើងបានជោគជ័យស្រកគីឡូហើយយើងឈប់ហាត់ប្រាណឈប់ញ៉ាំរបបអាហារអីទាំងអស់3ខែក្រោយមកឡើងគីឡូវិញអាហ្នឹងឃើញទេតែបើយើងផ្ដោតទៅលើ system រហូតយើងមាន continuous improvement បានន័យថាយើងមានទម្លាប់ល្អរហូតអញ្ចឹងយើងញ៉ាំរបបអាហាររហូតគេងបានគ្រប់គ្រាន់រហូតអញ្ចឹងបានន័យថាពីមួយថ្ងៃទៅមួយថ្ងៃយើងមានទម្លាប់ល្អអញ្ចឹង success យើងចង់ដែលយើងចង់ស្រកគីឡូវានឹងមកខ្លួនឯងហើយយើងមានsystem មួយគេហៅថាការរស់នៅដែលមានសុខភាពល្អអញ្ចឹងបើសិនជាយើងផ្ដោតទៅលើអ្វីដែលយើងធ្វើយើងអាចឃើញ continuous improvement បានន័យថាពីមួយថ្ងៃទៅមួយថ្ងៃយើងឃើញពីខ្លួនឯងមានការផ្លាស់ប្ដូរខ្លួនឯងរហូតមានការ improvement រហូតអញ្ចឹងមួយទៀតថាយើងចង់អានសភៅមកឆ្នាំ20ក្បាលអញ្ចឹងយើងមាន goal របស់យើងគឺមួយឆ្នាំអានសភៅ20ក្បាលអញ្ចឹងអូខេយើងត្រូវធ្វើម៉េចទាក់ទងមួយ system routine របស់យើងចាំមួយថ្ងៃយើងអាន30ទំព័រឬក៏50ទំព័រអញ្ចឹងបើយើងអានរហូតអានមួយថ្ងៃរាល់ថ្ងៃធ្វើសកម្មភាពជារៀងរាល់ថ្ងៃ
ចឹងយើងអត់ខ្វល់ក្រោយពីមួយឆ្នាំយើងអានលើ20ក្បាលឬក៏គ្រប10ក្បាលតែអីដែលសំខាន់ដែលយើងផ្ដោតហ្នឹងបានន័យថាមួយថ្ងៃយើងអាន30ទំព័រឬក៏50ទំព័រអញ្ចឹងក្រោយពេលយើងសង្កេតឃើញឯងថាយើងមាន habit មួយគឺ habit នៃការដែលយើង reading ជារៀងរាល់ថ្ងៃអញ្ចឹង success វានឹងមកខ្លួនឯងអញ្ចឹងពេលខ្លះ success របស់យើងវាអាចគ្រប10ក្បាលឬក៏ពេលខ្លះយើងអាចលើស20ក្បាលនឹងទៀតអាចរហូតដល់30ក្បាលអញ្ចឹងអាហ្នឹង goal យើងអាច set ដើម្បីអញ្ចឹងតែយើងត្រូវតែអត់មាន goal នៅអត់ទេ goal យើងត្រូវតែមានគោលដៅយើងត្រូវតែមានដើម្បី set ជា direction ជាគោលដៅមួយដែលយើងត្រូវ guide មួយថាអូខេយើងត្រូវដើរទៅផ្លូវណាបើសិនជាអត់មាន goal ទេយើងក៏ដឹងថាយើងត្រូវដើរទៅផ្លូវណាអញ្ចឹងអីដែលសំខាន់គឺយើងត្រូវ set goal នេះគ្នា goal យើង set ដើម្បីដឹង direction ដើម្បីដឹងទិសដៅដើម្បីដឹងជាត្រីបិសាចមួយដែលបង្ហាញផ្លូវដែលយើងត្រូវដើរអញ្ចឹង system គឺជា routine បានន័យថាគឺជាប្រព័ន្ធមួយដែលយើងរៀបចំសកម្មភាពជាមធ្យោបាយយើងរៀបចំថាអូខេតើធ្វើសកម្មភាពអីខ្លះឬប្រើមធ្យោបាយអីខ្លះដើម្បីទៅដល់គោលដៅណាអញ្ចឹងអានេះគឺជា system អញ្ចឹងមិនមែនថាអូខេយើងបំភ្លេចចោលពី goal របស់យើងទេ goal យើងគ្រាន់តែទុកដើម្បីជា direction ជា guide របស់យើងជាផ្លូវដែលយើងអូខេយើងដូច map អញ្ចឹងយើងត្រូវដើរទៅផ្លូវណាតើអីដែលយើងត្រូវជិះទៅហ្នឹងគឺជា system អញ្ចឹងអាហ្នឹងអីដែលយើងទៅជិះទៅជាមធ្យោបាយធ្វើដំណើរដែលយើងទៅដល់គោលដៅហ្នឹងអាហ្នឹងគឺជា system យើងត្រូវផ្ដោតលើអាហ្នឹងជាងអញ្ចឹងទោះបីយើងទៅដល់គោលដៅមិនទៅដល់អញ្ចឹងអីដែលសំខាន់គឺយើងផ្ដោតទៅលើសកម្មភាពអ្វីយើងច្រើនជាងអញ្ចឹងភាគច្រើនបើសិនជាយើងផ្ដោតទៅលើ system ទី1យើងកសាងទម្លាប់ល្អទី2យើងអាច success វានឹងមកខ្លួនឯងព្រោះយើងមាន habit មួយដែលល្អហើយអញ្ចឹង success វានឹងមកខ្លួនឯងអញ្ចឹងនៅក្នុង concept ហ្នឹងដែលលោក James Clear គាត់បាននិយាយហ្នឹងបើយើងផ្ដោតទៅលើ focus ទៅលើ system ច្រើនជាង goal ច្រើនជាងគោលដៅតែយើងអាចបំភ្លេចគោលដៅទេគឺយើងត្រូវមានគោលដៅដើម្បីជា guide ជា direction របស់យើងអញ្ចឹងបើណាដែលយើងផ្ដោតទៅលើ system មួយអត្ថប្រយោជន៍យើងអាចកសាងទម្លាប់ល្អយើងអាចកសាង habit ទី2យើងអាច success វានឹងមក automatic ខ្លួនឯងហ្មងអញ្ចឹងអ្នកគ្នាគិតមកពី concept មួយហ្នឹងដែលលោក James គាត់បាននិយាយទៅក្នុងសភៅ Atomic Habits ដែលនិយាយទៅជាមួយនឹង focus ទៅលើ system ជាង goal អញ្ចឹងអ្នកគ្នាមានកំណត់មែនដែរអាច drop នៅក្នុង comment បានអានេះខ្ញុំចង់និយាយអំពី concept មួយដែលលោក James គាត់បាននិយាយទៅជាមួយនឹងgoal versus system អញ្ចឹងដូចខ្ញុំបានអនុវត្តខ្លួនឯងផងដែរទៅជាមួយនឹងចង់សក់គីឡូហាត់ប្រាណអញ្ចឹងខ្ញុំអត់ខ្វល់ថាខ្ញុំចង់goal របស់ខ្ញុំគឺចង់សក់5គីឡូអញ្ចឹងខ្ញុំអត់ខ្វល់ទេខ្ញុំគិតទៅជាមួយ routine របស់ខ្ញុំអញ្ចឹងខ្ញុំត្រូវញ៉ាំអីហាត់ប្រាណមួយអាទិត្យមួយដងអាហ្នឹងឯងគឺជាអីដែលខ្ញុំ focus ខ្លាំងបំផុតហើយខ្ញុំធ្វើវាជារៀងរហូតទោះបីខ្ញុំសក់គីឡូមិនដល់គោលដៅឬក៏លើសគោលដៅក៏ដោយខ្ញុំនៅតែ continuous អញ្ចឹងបើសិនជាខ្ញុំអូខេខ្ញុំមានគោលដៅ5គីឡូចង់សក់5គីឡូក្នុងរយៈពេល2ខែអញ្ចឹងបើខ្ញុំស្នាក់អូខេបានសម្រេចវាហើយខ្ញុំបញ្ឈប់សកម្មភាពដែលខ្ញុំធ្វើកន្លងមកអញ្ចឹងចង់ផលចង់ក្រោយ3ខែក្រោយមកខ្ញុំឡើងគីឡូមកវិញតែអត់ទេខ្ញុំនៅតែបន្ត routine របស់ខ្ញុំរហូតខ្ញុំអញ្ចឹងទី1ខ្ញុំអាចកសាងទម្លាប់សុខភាពល្អរបស់ខ្ញុំទី2 success វានឹងមកខ្លួនឯងបានថារាងខ្ញុំវា fit ជាងមុនវានឹងមក fit ខ្លួនឯងវានឹងមានអារម្មណ៍ថារាងយើងហើយទៅតាមគីឡូដែលយើងចង់សក់វានឹងមកខ្លួនឯងអញ្ចឹងអានេះគឺជាអីដែលខ្ញុំអនុវត្តតលទាក់ទងជាមួយ goal versus system វាបាន change ខ្ញុំដោយសារតែធ្វើឲ្យខ្ញុំអាច achieve ទៅលើការសក់គីឡូហើយបាន routine មួយ healthy routine មួយក្រោយពីអានសភៅរបស់លោក James Clear ហ្នឹងឯងដែលខ្ញុំយកអនុវត្តទៅលើការសក់គីឡូអញ្ចឹងដល់មកត្រូវហាត់ប្រាណរហូតអត់ខ្វល់ថាសក់បានប៉ុន្មានគីឡូឬក៏អីមិនទេដល់មកត្រូវមួយអាទិត្យហាត់ប្រាណ3 ឬ4ថ្ងៃញ៉ាំរបបអាហារដែលត្រឹមត្រូវគេងឲ្យបានគ្រប់គ្រាន់អាហ្នឹងជាអីដែលខ្ញុំធ្វើក្រោយពីខ្ញុំអានសភៅ Atomic Habits របស់លោក James Clear ហ្នឹងហើយទាក់ទង goal versus system អញ្ចឹងអានេះអ្នកគ្នាគិតបែបណាក្រោយពីអានសភៅមានចាប់អារម្មណ៍ទៅលើកន្លែងហ្នឹងអត់ហើយបាទអនុវត្តអត់ហើយខ្ញុំចង់ដឹងថាតើអ្នកគ្នាពិតជាយល់ស្របពីកំណត់ដែលគាត់ focus ទៅលើ system ជាង goal នៅអត់អញ្ចឹងខ្ញុំចង់ចាក់ថា goal យើងអាចមាននិងអាច set បានដើម្បីយើង guide ជា direction ជា trace ផ្សេងមួយដែលបង្ហាញពី map មួយដែលផ្លូវត្រូវដើរប៉ុន្តែ system គឺជា routine ជាផ្លូវអូខេមធ្យោបាយអីដែលធ្វើទៅដល់គោលដៅហ្នឹងអញ្ចឹងអានេះខ្ញុំចង់ជម្រាបដល់គ្នាអញ្ចឹងអានេះគ្រាន់តែជាបង្ហាញអំពី concept របស់លោក James Clear ទេគាត់និយាយអំពី goal versus system ជាគោលដៅជាមួយនឹងសកម្មភាពអូខេអញ្ចឹងនៅក្នុងវីដេអូនេះមានតែប៉ុណ្ណឹងឯងជួបគ្នានៅវីដេអូក្រោយនិយាយអំពី concept ល្អៗផ្សេងទៀតនៅក្នុងសភៅ Atomic Habits ឬក៏ក្នុងសភៅផ្សេងទៀតផងដែរ